បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូននេះសត្វប្រាណច្រាមហើយពីផ្សាយទៅតាហាសត្វនេះប្រកែទៅលើជំងឺកាពះពោះវៀនយកទៅហូបតែមួយឆ្នាំងដឹងប្រសិទ្ធភាពទាំងធូរហ្នឹងណាហើយបញ្ញាក្អែកកាពះពោះវៀនចុកឆ្អល់ផើជូរគឺក៏រត់ដងបានអីហ្នឹងទៅហូបប្របាក់បាត់ជើងធំបាត់ជើងពីវារំអត់ហើយហ្នឹងណាមយកទៅតាមទៅហូបហើយរសជាតិអត់ល្វីងទេស្រួលហូបរសជាតិដូចទឹកតែក្នុងសត្វបារាំងខ្មែរយើងបងប្អូនហូបតែមួយឆ្នាំងដឹងហើយគុណភាពសុខភាពនឹងធូរហើយព្យាយាមហូបទៅជាដែរដែរខ្ញុំថាកាពះពោះវៀនយូរខែយូរឆ្នាំប៉ុណ្ណាទេឲ្យតែមានរសជាតិមានដូចជាបាលតាមនេះបញ្ញាក្អែក